មកអាទិត្យនេះបាទនិយាយរឿងសម្លវិញបាទសម្លវិញគឺម្ជូរបាទម្ជូរជាប់ចូលមួយអាទិត្យហើយបាទហើយមានវីដេអូខ្លះហ្នឹងបានចែកជូនបងប្អូនទៅហើយវីដេអូខ្លះបានចែកជូនទេបាទដោយសារតែបាទរវល់ការងារកាលណាមួយទៀតក៏មកដល់ផ្ទះទៅក៏បាទពេលវេលាក៏ខូចដើម្បីអស់កម្លាំងក៏បានថតបង្ហាញបងប្អូនដែរតែថ្ងៃនេះបាទថតបង្ហាញបងប្អូនទៀតហើយបាទគឺសម្លម្ជូរបាទមុននឹងសម្លម្ជូរតកួនបាទថ្ងៃនេះគឺសម្លម្ជូរល្ហុងបាទប៉ុន្តែគឺឆ្ងាញ់បងប្អូនអើយមកធ្វើការបាទម៉ោង6ជាងមកដល់ផ្ទះហើយប្រពន្ធក៏ធ្លាប់ម្ជូរល្ហុងបាទកម្ដៅក្តៅហើយខ្ញុំមកធ្វើការក៏អត់តន់ផ្លាស់កៅអៅតន់នេះដែរបាទចាប់ផ្ដើមទាញចានទាញស្លាបព្រាបាទចានគីឡូ1ចានកប៉ាត1ស្លាបព្រាបាទហើយនឹងសមបាទចាប់ផ្ដើមដួសបាទដួសម្ទេសមួយមកហើយត្រី2កង់ហើយនឹងល្ហុងបាទមួយចានធំដែរបងប្អូនចានហ្នឹងបាទចាប់ផ្ដើមហូបបាទហើយក៏ពឹងបាទពឹងកាមេរ៉ា woman បាទកាមេរ៉ា woman ហ្នឹងគឺជាប្រពន្ធរបស់ខ្ញុំហ្នឹងបាទហើយក៏អធិស្ឋានបងប្អូនដែរបាទគាត់មិនសូវប៉ិនថតទេបាទក៏ដូចជាខ្ញុំដែរបាទប៉ុន្តែដោយសារអត់មានបាទបងប្អូនអត់នៅអញ្ចឹងគឺមានតែពឹងគាត់បាទហើយណាមួយគាត់ក៏មិនមែនជាអ្នកបាទធ្លាប់ថតទៅបីដែរបងប្អូនអើយអញ្ចឹងមានតែអធិស្ឋានបងប្អូនទេបាទរាល់វីដេអូរបស់ខ្ញុំគឺតែងតែមានពាក្យអធិស្ឋានបាទសុំទោសបាទហើយបងប្អូនមកហូបបាយមួយខ្ញុំបាទពេលល្ងាចបាទស្លម្ជូរល្ហុងបាទដាក់មកអមស្រែបងប្អូនអើយគឺជាតិមែនតើមកម៉ាត់ម៉ាត់ទៅគឺជាតិមែនតើបងប្អូនមើលតែមាត់ខ្ញុំដឹងគឺខ្ញុំឲ្យតែស្លម្ជូរគឺខ្ញុំចូលចិត្តខ្លាំងមែនតើបងប្អូនហើយអាទិត្យនេះគឺម្ជូរជាប់ហើយបាទម្ជូរជាប់ទីចូលមួយអាទិត្យហើយមិនតកួនក៏កផ្លោកដែរផ្កាកផ្លោកហើយថ្ងៃនេះគឺល្ហុងបាទដូរល្ហុងម្ដងហើយប្រើត្រីរ៉ស់មិនត្រីស្រែគឺត្រីយើងទិញគេបងត្រីទិញគេត្រីផ្សារហ្នឹងបាទហើយវីដេអូនេះប្រហែលជាមានតែប៉ុណ្ណឹងទេបងប្អូនបាទមានកន្លែងណាមិនសមរម្យពាក្យពេចន៍កន្លែងណាបាននិយាយទៅប៉ះពាល់ឬក៏មិនធ្វើឲ្យបងប្អូនមិនសប្បាយចិត្តបាទក៏អធិស្ឋានផងបាទចាំជួបនៅវីដេអូបន្តទៀតបងប្អូនបាទមានម្ហូបអីដូចជាសកម្មភាពអីផ្សេងខ្ញុំនឹងបង្ហាញតាម channel របស់ខ្ញុំសម្បត្តិណានេះបងប្អូនបាទហើយចុងក្រោយបាទសូមជូនពរបងប្អូនជួបតែសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារបាទអរគុណច្រើនជម្រាបលាបាយបាយ